សួស្តីអ្នកទាំងអស់គ្នានៅក្នុងវីដេអូនេះខ្ញុំនឹងប្រាប់ពីវិធីសាស្ត្រមួយសម្រាប់ដោះស្រាយនៅពេលដែលម៉ាស៊ីនព្រីនលោកអ្នកមានលោកសញ្ញាបែបនេះជាដំបូងយើងធ្វើការចុច restart ម៉ាស៊ីនព្រីនរបស់យើងម្ដងសិនមកនៅពេលដែលម៉ាស៊ីនព្រីនយើង restart ម្ដងហើយយើងកិច្ចធ្វើការចុចសញ្ញាប៊ូតុងសញ្ញាសួរម្ដងបន្តមកទៀតចុចសញ្ញាត្រឡប់ក្រោយ5ដងសូមរងចាំនៅពេលដែលវាលោតផ្ទាំងបែបនេះហើយយើងធ្វើការចុចប៊ូតុង next ដើម្បីរកពាក្យ full reset នៅពេលដែលឃើញពាក្យ full reset ហើយយើងធ្វើការចុចប៊ូតុង OK នៅខាងឆ្វេងដៃបន្ទាប់ពីចុចប៊ូតុង OK ហើយសូមធ្វើការរងចាំរហូតដល់វាដល់ចប់ដំណើរការហើយវីដេអូរបស់ខ្ញុំមានតែប៉ុណ្ណឹងបើសិនជាមានបញ្ហាអីផ្សេងទៀតអាច comment នៅខាងក្រោមបាទសូមអរគុណជួបគ្នានៅវីដេអូក្រោយ